ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាយុដំសសុខាបានដាក់បញ្ជាអាជ្ញាធររាជធានីខេត្តទប់ស្កាត់អំពើជួញដូរមនុស្សនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានតឹងរឹងបំផុតដែលផ្ដោតទៅលើគោលដៅជាពិសេសទៅលើការគ្រប់គ្រងជនបរទេសបទបញ្ជាធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សឆ្នាំ2025និងលើកទិសដៅឆ្នាំ2026នៅក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី17ខែមីនាឆ្នាំ2026នេះពីការនេះខ្ញុំបានជាក់ប្រហែលក្នុងទីថាខ្មែរយើងចាប់ដើមចូលនៅក្នុងការនេះហើយខ្ញុំជឿជាក់ថាទៅមុខទៀតបើយើងមិនធ្វើអីទៀតពិបាកក្នុងការគ្រប់គ្រងក្នុងឆ្នាំ2025កន្លងទៅអគ្គនាយកដ្ឋានអន្តរប្រវេសន៍របស់ក្រសួងមហាផ្ទៃបានធ្វើការឃាត់ខ្លួនទប់ស្កាត់ការជួញដូរមនុស្សបានជាង300នាក់នៅក្នុងពេលដែលជនល្មើសបានរៀបចំឲ្យជនរងគ្រោះចាក់ចេញពីកម្ពុជាតាមច្រកពលានយន្តហោះអន្តរជាតិក្រុងភ្នំពេញនៅក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនមេខ្លោងជាជនបរទេសនិងជនជាតិខ្មែរផងដែរនេះបើតាមរបាយការណ៍ស្ដីអំពីការជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទរបស់ក្រសួងមហាផ្ទៃរបាយការណ៍ដដែលបានបង្ហាញថាក្រមសមត្ថកិច្ចបានបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើអាជីវកម្មផ្លូវភេទសរុបចំនួន272ករណីនៅក្នុងឆ្នាំ2025កើនឡើង74ករណីបើធៀបនឹងឆ្នាំ2024ជាមួយគ្នានេះដែរអាយុដំឧបនាយករដ្ឋមន្ត្រីសុសុខាក៏បានដាស់តឿនដល់អាជ្ញាធរមូលដ្ឋានតាមត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជួញដូរនិងចែកចាយគ្រឿងញៀនបទល្មើសឆបោកតាមអនឡាញនិងបទល្មើសឆ្លងដែនផងដែរអស់កម្លាំងទៅកម្លាំងជាមួយបាកាលើកពីភេសជ្ជៈបើកម្លាំង